ផ្ដើមនៃសាច់រឿងរបស់យើងអេពីសូតទី1វាគឺជាសង្គ្រាមរវាងកុលសម្ព័ន្ធទាំងពីរដែលគឺជាកុលសម្ព័ន្ធអត់ក្បាំងចង់បង្កចំនួនសង្គ្រាមជាមួយព្រះដើម្បីរកនូវយុត្តិធម៌ឲ្យឋានសួគ៌ក៏ព្រោះតែភាគីខាងកុលសម្ព័ន្ធយិនសុនពួកគេបានគិតថាព្រះចន់ឈ្លាននៅជីវិតរបស់សត្វលោកនៅពេលនេះពួកគេគួរតែមករកខុសត្រូវដើម្បីកសាងអាណាចក្រទាំង3ឡើងវិញរីឯកញ្ញាពាក់របស់មុខនាងគឺមានឈ្មោះថាហឺវ៉ាន់ក៏ដូចជាទូនាទីមេកុលសម្ព័ន្ធយិនសុនអីចឹងណារីអ្នកទាំង3ម្នាក់មានស្លាមានឈ្មោះថាឈិងលន់រីឯម្នាក់មើលទៅមេធំក៏មានឈ្មោះថាទីជាងរីកញ្ញាកាន់ដាលមានឈ្មោះថាចឹងនៅបន្តមកភាគីទាំងសងខាងព្រះព្រមជាមួយកុលសម្ព័ន្ធនៃកុលសម្ព័ន្ធអក្បាំងក៏ចាប់ផ្ដើមសម្រុកចូលទៅដើម្បីប្រយុទ្ធគ្នាបរិមាណស្លាមចាប់ផ្ដើមប្រើប្រាស់នៅបច្ចេកទេសនៃពន្លឺរបស់គេចាប់ការទៅកាន់ពួកគេអស់ទៅរាជកញ្ញានេះនាងក៏កវីនៅខ្វែងរបស់នាងចោលឡើងសម្លេងកញ្ញាម្នាក់នាងក៏បានកថារាប់ពាន់ឆ្នាំមកហើយកុលសម្ព័ន្ធយីសុនម្ដាយមានភាពកើតកតំឡាយយើងក៏លេចទៅមកទីចាំងប្រើប្រាស់នប័តជើងរបស់គេជន់ទៅកាន់ពលទាហានរួចក៏បន្តប្រើនៅកណ្ដាប់ដៃរបស់គេចង់វាយទៅកាន់កញ្ញាម្នាក់នេះនាងក៏មានឈ្មោះថាយូជាយ៉ាវគឺជាធីតាគុជនឹងឯងអញ្ចឹងស្រាប់ពេលទីចាំងវាយប្រហារទៅកាន់នាងប៉ុន្តែនៅគណៈពេលនោះក៏មាននៅប្រាណនៃសង្គ្រាមប្រើប្រាស់នៅម្រាមរបស់គេពោពេញទៅដោយចំហាយចាប់ការទៅកាន់បិសាចដែលប្រាណនៃសង្គ្រាមម្នាក់នឹងគេក៏ឲ្យឈ្មោះថាណានឆាទីចាំងក៏ត្រូវបានណានឆាចាប់ការទៅកាន់គេបានដែរផ្ទុយនៃរាងកាយរបស់គេបីធម្មពលពេញទៅដល់តែម្ដងហើយក្រុមពលទាហានសេនាព្រះទាំងអស់ក៏ប្រតិសបាយចិត្តមែនទែននៅពេលដែលព្រះនៃសង្គ្រាមមកដល់ប៉ុន្តែទោះបីយ៉ាងណាក៏ដោយកញ្ញាវ៉ាន់ទៅបញ្ជាអ្នកទាំងពីរសម្រាប់ចូលទៅឈិងឡនប្រើប្រាស់នៅចំហាយរបស់គេចលឡើងចាប់ការទៅកាន់ណានឆាប៉ុន្តែក៏គ្មានប្រយោជន៍ឡើយព្រមទៅបានចូលសងរបស់គេទៀតបន្តមកណានឆាក៏ចាប់ផ្ដើមបញ្ចេញនៅប្រាសាទរបស់គេនៃការឃុំព្រលឹងបន្តពីការបញ្ចេញចលឡើងគេក៏ចាប់ផ្ដើមក្តាប់ហើយក៏បង្កើតចេញជាមជ្ឈលតកកមួយបន្តពីបង្កើតចេញជាវត្តកកហើយក៏បានគប់ទៅវាក៏បែកខ្ញែកបណ្ដាត្រូវទៅកាន់កញ្ញាវ៉ាន់ជាហេតុក៏បានធ្វើរបាំងរបស់នាងដែលបាត់បង់នៅសម្ផស្សវាក៏ត្រូវបានបែកខ្ញែកទៅយើងក៏ហាក់ដូចជាបានឃើញនៅសម្រាប់ពេញលេញរបស់នាងហើយណានឆាបតាទៅឃើញចឹងក៏បានហៅថាវ៉ាន់វ៉ាន់ស្រាប់តែនាងក៏នៅតែបន្តវាយប្រហារទៅកាន់ណានឆាគេក៏បានទប់ទល់នឹងកិច្ចចលងព្រមទៅបានសួរថាតើចរន្តឆ្នាំនេះនាងទៅណាទៅហេតុអ្វីបានជាមនុស្សកុលសម្ព័ន្ធអាចក៏បានដូច្នេះយូស៊ីយ៉ាវនាងក៏ប្រជាមិនការប្រាំជាមួយណានឆាមែនតែនស្រាប់តែវ៉ាន់វ៉ាន់នៅតែបន្តប្រើអាវុធរបស់នាងវាយប្រហារទៅកាន់ណានឆាព្រមទៅបានស្រែកថារាំងផ្លូវរបស់យើងងាប់ទៅនៃពេលនេះជាយ៉ាវនាងក៏បានមកទប់រងចំនួនជាហេតុក៏បានធ្វើវ៉ាន់វ៉ាន់នាងក៏ហាក់ដូចជាមិនរបូរដែរនាងក៏សួរថាតើនាងវិចារណាទៅនៃពេលនោះក៏មានសម្លេងព្រះស្រែកតែកំហឹងទៅកាន់វ៉ាន់វ៉ាន់ព្រមទៅបកការវាយប្រហារទៅកាន់នាងប៉ុន្តែក៏ត្រូវបានណានឆាព្រះនត្រារបស់គេទប់ទល់ព្រមទៅបានប្រាប់ថាមើលទៅវាហាក់ដូចជារឿងនេះមាននៅអត់កបាំងអ្វីមួយត្រូវបានលាក់ហើយគួរតែផ្ដល់ឱកាសឲ្យគេស្វែងរកការពិតទៅសម្លេងក៏បានតបថាណានឆាឯងប្រឆាំងជាមួយយើងដើម្បីការពារទៅលើគុលសម្ព័ន្ធលាក់បាំងមានតែគិតអំពីផលវិបាកទេនៅពេលនេះណានឆាក៏ត្រូវបានចាប់ចំណងទៅហើយគេក៏កលេចទៅមើលវ៉ាន់វ៉ាន់នៅពេលនេះនាងក៏ហាក់ដូចជាមានការរួមបញ្ចូលជាមួយនឹងកញ្ញាឈីយ៉ាវតាមពិតទៅវ៉ាន់វ៉ាន់ស្វែងរកនៅឈីយ៉ាវជាយូរមកហើយតែស្មានថាឈីយ៉ាវនឹងនៅតែគោព្រះសោះស្រាប់ពេលណានស៊ីក៏បានស្រែកថាវ៉ាន់វ៉ាន់បញ្ញាប់ឡើងឈីយ៉ាវក៏ត្រូវបានព្រះវាយប្រហារទៅនាងក៏ប្រាប់ថាក៏មកឈីយ៉ាវមានការភ័យខ្លាចអីបន្តមកនាងក៏ចាប់ផ្ដើមរួមបញ្ចូលបន្តមកក៏មានតែគាត់ចាប់ផ្ដើមដែរគាត់នឹងវាក៏ប្រែពណ៌ពីរពណ៌ហើយអ្នកទាំងពីរក៏បានស្ថិតនៅក្នុងរបាំងធម្មពលទៅស្របពេលដែលត្រានៃព្រះក៏ចាប់ផ្ដើមបើកការវាយប្រហារទៅវ៉ាន់វ៉ាន់នាងក៏ប្រើអំណាចរបស់នាងទប់ទល់និងក៏បន្តធ្លាក់ទៅខាងក្រោមព្រមជាមួយគាត់ពីរពណ៌ក៏ដូចជាកំទេចនៅសរសៃធម្មពលទាំងអស់ហ្នឹងបន្តមកស្រាប់តែរាងកាយរបស់ឈីយ៉ាមានការរលាយហើយរាងកាយរបស់នាងក៏បន្តធ្លាក់នៅពេលដូណានឆើក៏បានស្រែកថាវ៉ាន់វ៉ាន់នាងក៏បានត្រឹមតែយកដៃឈោងតែប៉ុណ្ណោះស្រាប់ពេលអ្នកទាំងពីរនៅពេលនេះក៏បានយកដៃចាប់គ្នាមិនដឹងថាបានអត់ទេបន្តមកសាច់រឿងរបស់យើងក៏បានកាត់មកទីតាំងកន្លែងមួយយ៉ាងឃើញថានៅពេលនេះវ៉ាន់វ៉ាន់នាងហាក់ដូចជាភ្ញាក់ឡើងនៅទីតាំងកន្លែងណាមួយទេដែលនៅពេលនេះនាងក៏ត្រូវបានបរិមម្នាក់ពងតែប្រើប្រាស់នៅធម្មពលដើម្បីចាក់បញ្ចូលទៅកាន់រាងកាយរបស់នាងបន្តទៅចាក់បញ្ចូលចលនានាងក៏អាចប្រសើរឡើងបន្តមកក្មេងប្រុសហ្នឹងគេក៏បានហៅថាលោកម្ចាស់រួចក៏បានគ្រប់ថាសូមស្វាគមន៍នៅម្ចាស់ស្រីនាងពិតជាភ្ញាក់ផ្អើលមែនទែនអំពីឈ្មោះរបស់ក្មេងប្រុសហ្នឹងគេមានឈ្មោះថាជាយិនក្រែងគេគឺជាឆ្មាំលាក់កំបាំងនៃក្រុមកុលសម្ព័ន្ធយិនសុនមែនទេដែលបន្តពីសន្លឹងមើលទៅកាន់មុខរបស់គេនាងក៏ពិតជាភ្ញាក់ផ្អើលមែនទែនព្រោះតែនាងស្ថិតនៅក្នុងរាងកាយរបស់ម្ចាស់នៃក្រុមកុលសម្ព័ន្ធយិនសុនដូច្នេះហើយបើសិនជាយិនដឹងថានាងក៏មិនជាវិញ្ញាណរបស់ម្ចាស់គេតើគេនឹងទុកជីវិតឲ្យនាងឬទេបន្តពីកាត់ចឹងហើយនាងក៏មានអារម្មណ៍ថាសៀវហើយក៏សួរទៅកាន់ជាយន្តថានៅពេលនេះតើកុលសម្ព័ន្ធរបស់ពួកយើងប្រើប្រាស់នៅអ្វីដែលជាវិធីសាស្ត្រវេទមន្តតែគេក៏បានតបថាវិធីសាស្ត្រនៃការកោះហៅព្រលឹងវាគឺជាអាវុធវេទមន្តសម្រាប់សម្គាល់របស់លោកម្ចាស់បើសិនជាប្រើប្រាស់នៅវិធីសាស្ត្រដែលបង្ខំប្រកាសជាមានការប៉ះពាល់នេះបើសិនជាមានអ្វីមួយខុសឆ្គងសូមផ្ដល់ឱកាសឲ្យគេនៅក្នុងការលុបលាងកំហុសផងដោយនាងក៏តបថាអញហៅយ៉ាងថាម្ចាស់ស្រីដូច្នេះហើយប្រាប់យ៉ាងមកហើយអ្វីបានជាឯងនៅកន្លែងងងឹតបែបនេះ
ជាយន្តគឺក៏ប្រាប់ថាឈ្មោះរបស់ម្ចាស់ស្រីគឺជាហៅវ៉ាន់ដែលគឺជាកញ្ញាវ៉ាន់នឹងឯងកាលពី10000ឆ្នាំមុនបន្ទាប់ពីសឺហាស្លាប់ទៅកុលសម្ព័ន្ធទាំង7នៃពិភពនៃអាត់កបាំងពួកគេក៏បានតស៊ូប្រយុទ្ធដើម្បីតំណែងនៃម្ចាស់កុលសម្ព័ន្ធអាត់កបាំងថ្មីដែលសារទៅវាវែងពេកនាងក៏ប្រាប់ទៅកាន់គេឲ្យសង្ខេបមកគេក៏បានសង្ខេបថាបន្ទាប់ពីវ៉ាន់បានក្លាយជាម្ចាស់ស្រីនៃកុលសម្ព័ន្ធលាក់បាំងនៅពេលនោះនាងក៏បានដឹកនាំនៅមនុស្សជាច្រើនដើម្បីទៅប្រយុទ្ធប្រឆាំងជាមួយត្រកូលព្រះប៉ុន្តែជាអកុសលការវាយប្រហារវាក៏ត្រូវបានបរាជ័យប៉ុន្តែក៏ជាសំណាល្អគេក៏បានគុជវិញ្ញាណបន្ទាប់មកគេក៏ប្រើនៅគុជវិញ្ញាណនឹងដើម្បីស្ដារឡើងនៅរាងកាយរបស់វ៉ាន់ត្រឡប់មកជាតម្រងដើមវិញមកដែលបន្ទាប់មកវ៉ាន់នាងក៏បានគិតថាតាមពិតទៅនាងកាលពីមុនគឺជាគុជអមតៈឬក៏ហៅថាទេពអសរគុជដែលបន្ទាប់ពីការរកបញ្ចូលជាមួយធម្មជាតិនឹងគុជនៅពេលនោះវាក៏បានធ្លាក់ទៅលើដៃរបស់ជាយន្តដូច្នេះហើយគេក៏បានកោះហៅនឹងស្ដារឡើងវិញមើលទៅក៏ប្រហែលជាគេកោះហៅនៅវិញ្ញាណច្រឡំហើយពិតច្រឡំស្រាប់តែជាយន្តគេក៏បានចាប់ដៃរបស់នាងព្រមទាំងចាប់បញ្ចូលធម្មពលហើយក៏និយាយថានៅពេលនេះអំណាចធម្មពលរបស់នាងគឺមានតែ 10% តែប៉ុណ្ណោះហើយដួងព្រលឹងរបស់នាងក៏មិនថត់ថេរឡើយគេក៏ប្រាប់ទៅកាន់នាងគូតែក្នុងបឹងឆាន់យូដើម្បីត្រាំទឹកទៅដោយបន្តមកវ៉ាន់នាងក៏បានធ្វើតាមកន្លែងនេះមានក៏សូមប្រាប់បន្តិចថាមើលតែវ៉ាន់ហ្នឹងក៏ប្រហែលជាមិនវ៉ាន់ពិតប្រាកដទេព្រោះតែសបកកាយរបស់នាងគឺជាវ៉ាន់នឹងឯងប៉ុន្តែកាយវិការនិងចរិតរបស់នាងក៏មិនជាវ៉ាន់ឡើយបើតាមការស្មានរបស់មានប្រហែលជាយ៉ាវនឹងឯងដោយបន្តមកនាងក៏បានឆ្លោះមើលមុខរបស់នាងហើយក៏បានគិតថាហេតុអ្វីទៅបានជាមុខរបស់ម្ចាស់កុលសម្ព័ន្ធអាតកបាំងមាននៅមុខមាត់ដូចជានាងម្ល៉េះប៉ុន្តែនៅពេលនេះជប់គិតច្រើនតែក៏ព្រោះតែនាងក៏ត្រូវបានរស់ឡើងវិញព្រមទាំងបានคลายនៃម្ចាស់អាត់កំបាំងទៅហើយមិនថាបើទៅជាកិច្ចចរន្តប៉ុណ្ណាក៏គ្មាននៅចម្លើយឡើយហើយបើសិនជានាងចង់ត្រឡប់ទៅកាន់ឋានសួគ៌តាម9វិញវាដូចជាការត្រឡប់ទៅរកទីបញ្ចប់ចឹងឯងក៏ប៉ុន្តែបើសិនជានាងនៅទីនេះអត្តសញ្ញាណពិតរបស់នាងប្រកាសជាត្រូវបានលាតត្រដាងជាមិនខានឡើយស្រាប់តែតែភ្នែករបស់ជាយន្តចាប់ផ្ដើមបើកនាងក៏បានកលៃទៅឃើញថាណោថាមែនដូចជាការគិតរបស់នាងហើយគេច្បាស់ជាសង្ស័យខ្ញុំដោយជាយន្តគេក៏បានគិតថាហេតុអ្វីបានជាម្ចាស់ស្រីមិនមើលមុខរបស់គេចឹងឃើញមុខរបស់គេដូចជាអៀនណាមិនទេមើលទៅមិនដូចជាការមុនសោះឬមិនក៏លោកម្ចាស់ស្រីខាងខ្ញុំរឿងអ្វីមួយក៏មិនដឹងនៅកណ្ដាលពេលនោះស្រាប់តែម្ចាស់ស្រីគេចាប់ផ្ដើមសែករាងកាយចាប់ផ្ដើមហោះឡើងទៅលើព្រមជាមួយចំហាយសម្រាប់នឹងចំហាយក៏បានដឹងដល់ណានឈើឬគេក៏បានហោះទៅស្រែកថាវ៉ាន់ដែលយើងក៏មិនដឹងថាណានឈើនៅពេលនេះគេខ្លាចជាអ្វីទេគេទៅមកចិញ្ចឹមគេក៏បានការពារនៅម្ចាស់ស្រីរបស់គេចាប់ការទៅកាន់បិសាចដោយសារតែបិសាចវាស្រែកឃ្លាននៅចំណៃពេករេវ៉ាន់នៅកណ្ដាលពេលនេះរាងកាយចាប់ផ្ដើមដែតឡើងទៅលើព្រមជាមួយចំហាយសាយភីរាជាយន្តទៅបន្តចាប់ការទៅលើបិសាច12ចឹងនៅពេលនេះបិសាចពីក៏បានវាក៏សម្រុកចូលទៅរកម្ចាស់ស្រីប៉ុន្តែក៏ត្រូវបាននាងស្រីចំហាយមកវាស់តែប៉ុណ្ណោះក៏បានធ្វើអ្វីៗឲ្យលេចអស់ទៅហើយជាយន្តក៏មានអារម្មណ៍ថាសប្បាយ happy មែនតើព្រោះតែដួងព្រលឹងរបស់ចវាយសៃរបស់គេមាននៅការថិតថេរហើយស្រាប់តែគេក៏លេចទៅមើលរាងកាយរបស់ចវាយសៃស្រាប់តែមានអារម្មណ៍ថាអាយុជាមចំអស់ហើយគេក៏បានសុំទោសដែលថាគេគ្មានចេតនាទេប៉ុន្តែក៏ត្រូវបានចវាយសៃរបស់គេវាយប៉ើងទៅប៉ើងប្រហែលជា90សម័យចឹងណាបឋមគេក៏បានចាប់អារម្មណ៍ថានេះគឺជាចំហាយរបស់ព្រះតានេះគឺជាណានឈឺមែនទេនេះប៉ុណ្ណោះនាងក៏ភ័យពេកស្រែកថាមែនហើយរួចក៏បានដាក់មេត្រូវទៅនៅពេលនោះជាយន្តគេក៏បានប្រើប្រាស់នូវគុជរបស់គេ teleport ត្រឹមតែបាននាំនៅចវាយសៃរបស់គេចាក់ចេញពីទីនេះទៅមកដល់ទីតាំងកន្លែងមួយបឋមនាងក៏ប្រយ័ត្នអារម្មណ៍ថាសេតមែនតែនព្រោះថាការល្អបែបនេះបែរជាមិនអាចចាក់ចេញពីអបនឹងផុតសោះដែលបឋមជាយន្តក៏ប្រាប់ទៅកាន់ចវាយថានៅពេលនេះរបួសរបស់ចវាយមិនទាន់ជាទេយឡនៅពេលជួបណានឈើលើក្រោយគួរតែរត់ទៅព្រោះតែវាមិនជាអាការនៅក្នុងការសងសឹកឡើយនៅពេលដែលឆ្មាំទាំង3នៃគោសម្ព័ន្ធរបស់យើងត្រូវបានជួបជុំនោះវាក៏មិនយត់ពេលនៅក្នុងការសងសឹកជាមួយតកោព្រះឡើយអញ្ចឹងអេដមីនក៏សូមប្រាប់បង្ហាញទៅជាយន្តនឹងគឺជាឆ្មាំម្នាក់នៅក្នុងចំណោមឆ្មាំទាំង4នៃក្រុមគោសម្ព័ន្ធអាត់កបាំងនឹងឯងដោយនាងក៏បានកថាបើសិនជានាងមានអាការនៅក្នុងការឡើងទៅកាន់ឋានសួគ៌វិញនាងក៏ប្រហែលជាមានអាការនៅក្នុងការរត់ចាក់ចេញពីពួកគេហើយដោយជាយន្តគេក៏បានកថាថ្ម teleport ប្រហែលជា teleport ពួកយើងមកកាន់ទីតាំងតំបន់បៃឡានយានហើយដែលសារតែឃើញវាស្ងាត់ពេកគេក៏បានកូននៅកណ្ដឹងបឋមចំហាយគេចាប់ផ្ដើមសាយភាយដោយនាងក៏ហាក់ដូចជាមានអារម្មណ៍ថាផិតភ័យមែនតើគេក៏បានប្រាប់ថាតាមពិតទៅបៃឡានយានបើទៅជាមើលទៅវាគួរឲ្យភ័យខ្លាចមែនប៉ុន្តែវាគឺជាសត្វចម្លែកដែលមើលទៅគួរឲ្យស្រឡាញ់ទេដោយសារតែផ្សៃនឹងមើលទៅវាគួរឲ្យញ៉ៃពេកបឋមជាយន្តគេក៏បានចាប់ការទៅបន្ទាប់ពីការចាប់ការនៅផ្សៃទាំងអស់ហ្នឹងហើយវាក៏បានប្រែក្លាយទៅជាកូនសត្វមើលទៅមិនដូចជាសត្វស្អីខ្លះទេវាដូចជារូបរាងកូនដៃនេសើចឹងណាបន្ទាប់ពីឃើញមុខរបស់ជាយន្តវាក៏មាននៅការភ័យខ្លាចទម្លាក់នៅគ្នារបស់វាចាអស់ទៅវ៉ាន់នាងក៏បានកថាបន្ទាប់ពីស្នាក់នៅទីនេះវាក៏ដូចជាគ្មានអាការនៅក្នុងការចាក់ចែងទេនៅកណ្ដាលពេលនោះស្រាប់តែមានលបឿនពេជ្រលឿនមែនតើសម្ដៅមកកាន់ពួកគេក៏ប្រញាប់កិច្ចថយក្រោយទៅអញ្ចឹងយើងក៏បានឃើញថាមុខរបស់វាគឺជាសត្វខ្លាឃ្មុំតែប៉ុណ្ណោះបញ្ចេញអំណាចចលនស្រាប់តែចំផ្កាប់មុខទៅហើយវ៉ាន់នាងក៏បានគិតថាមុខរបស់វាពិតជាខ្ជូតមែនតើវានឹងមែនទេដែលគឺជាបៃឡានយន្តនោះអញ្ចឹងបិសាចខ្លាឃ្មុំនោះគេក៏មានឈ្មោះថាឈឺបៃបន្តែពេលឃើញម្ចាស់ហើយវាក៏បានធ្វើហា
ប៉ុន្តែបន្ទាប់ពីជាយន្តហៅវាថាសត្វចិញ្ចឹមវាក៏ពិតជាខឹងមែនតើក៏ដេញវាយជាយន្តចោលឡើងទៅប៉ុន្តែជាយន្តក៏បានកិច្ចព្រមជាមួយនឹងការឌឺបន្ទាប់ពីការកាច់ចាត់ឡើងហើយជាយន្តគេក៏បាននិយាយថាឯងហ៊ានធ្វើនៅចរិតបែបនេះនៅចំពោះម្ចាស់ផងឯងគេក៏នៅតែបន្តដេញវាយទៅកាន់ជាយន្តគេក៏បានរត់ចោលឡើងជាហេតុក៏បានធ្វើវ៉ាន់មានអាការ stress មែនតើនៅពេលនោះស្រាប់តែមេស្លឹកអាស័យវាក៏បានជ្រុះមកព្រមជាមួយនឹងកញ្ញាបាំងតាំងយូម្នាក់នាងក៏បានចាំមកជន់ទៅលើស្លឹកអាស័យមើលទៅវាពិតជាលយអែមែនតែនដែលនាងក៏មានឈ្មោះថាបៃឡានយាននឹងឯងគឺជាអង្គរៈមួយនៅក្នុងចំណោម4នៃអង្គរៈការពាររបស់ម្ចាស់ក៏សម្ព័ន្ធអាចកំបាំងនាងក៏បានស្រែកថាតើរណាគេប៉ះពាល់ទៅលើខ្លាឃ្មុំរបស់នាងក៏ស្រង់ទៅជាមួយគ្នាប្រសើរទី1ក៏ស្លេះកន្លែងនឹងឯងបន្ទាប់ពីវត្តមានរបស់បៃឡានយានមកដល់ហើយនាងក៏បានចាប់អារម្មណ៍ទៅលើរាងកាយរបស់ម្ចាស់ស្រីនាងពិតជាមានការឆ្ងល់មែនទែនហើយតែអ្វីបានជាទម្រង់មានការខុសប្លែកបន្ទាប់មកនាងក៏ចាប់ផ្ដើមប្រើប្រាស់នៅជំនាញរបស់នាងសង្កេតទៅមើលមនសិការរបស់ម្ចាស់ស្រីនាងបានកថានៅពេលនេះដួងព្រលឹងរបស់ម្ចាស់ស្រីបាត់បង់នូវស្មារតីវិញ្ញាណទាំង3ទៅហើយបន្ទាប់ពីដូច្នេះនាងក៏សួរទៅកាន់ជាយន្តថាតើគេប្រើប្រាស់នៅបច្ចេកទេសកោះហៅរាងកាយដែលជាបច្ចេកទេសច្បាប់នៃការចម្លងមែនទេគេបានតបថាគឺជាកំហុសរបស់គេប៉ុន្តែយ៉ាងណាក៏ដោយនៅពេលនេះចៅវាយស្រីរੂឡើងវិញទៅហើយគ្រាន់តែបាត់នៅការចងចាំតែប៉ុណ្ណោះនាងក៏តបថាបាត់ការចងចាំវាមិនសំខាន់ទេប៉ុន្តែឲ្យតែចៅវាយស្រីនៅតែជាចៅវាយដ៏អស្ចារ្យទៅបានហើយគេក៏បានតបថាធម្មពលក៏ត្រូវបានកាត់បន្ថយដែរបន្ទាប់មកនាងក៏បានចាក់ចេញជាយន្តគេក៏បានសួរថាតើនាងចង់តាមណាទៅនាងក៏បានតបថានៅពេលនេះចៅវាយស្រីនៅពេលនេះពិតជាមិនស័ក្តិសមជាមួយនាងឡើយជាយន្តប្រាប់តែកាន់នាងកុំឲ្យគិតច្រើនអីចំណាយពេលតែ300ឆ្នាំតែប៉ុណ្ណោះចៅវាយស្រីប្រកាសជាខ្លាំងនៅក្នុងអាណាចក្រទាំង3នេះហើយក៏ប្រកាសជាអាចប្រៀបសមជាមួយបុព្វបុរសស៊ីហាប្រន់ត្រង់ចាំវិញ្ញាណទាំង3ត្រឡប់មកវិញនាងប្រកាសជាខ្លាចជាចៅវាយដ៏អស្ចារ្យពីមុនហើយបើទៅបើជានិយាយប៉ុណ្ណាក៏ដោយនាងក៏នៅតែចាក់ចេញគេក៏បានស្រែកថាបៃឡានយានតើនាងចង់រមើលកូនចៅវាយស្រីមែនទេនាងក៏ប្រឹងលឺបិនមកភ្ជុំករបស់គេស្រែកថាតើយ៉ាងម៉េចជាមួយនឹងកម្លាំងរបស់ចៅវាយស្រីនៅពេលនេះតើអាចជួយទៅកាន់ឪពុករបស់នាងយ៉ាងម៉េចទៅវ៉ាន់ដែលជាជាយ៉ាវនាងក៏បានគិតថាឪពុកមែនទេគេក៏បានតបថាយើងត្រូវទៅរកនៅវិធីឲ្យស្ដារឡើងនៅអំណាចរបស់ចៅវាយឡើងវិញនៅពេលនោះគាត់ប្រកាសជាមិនក្បត់ពាក្យសន្យាឡើយនាងក៏បានតបថាឯងបានទៅនិយាយតែប៉ុណ្ណោះតាមពិតទៅឯងគ្មាននៅជំរឿអ្វីឡើយប៉ុន្តែមកវ៉ាន់នាងក៏មិនសួរថាចុះនាងមាននៅវិធីទេបៃឡានយាននាងក៏បានតបថាអញ្ចឹងយើងគួរតែលួចនៅអាវុធវិញ្ញាណរបស់ណានឈើទៅរបស់មួយនឹងវាអាចជួយស្វែងរកនៅបំណែកព្រលឹងដែលបានបាត់ដោយមិនចាំបាច់ត្រាំទឹកបឹងខិនយូរនៅក្នុងរយៈពេល3ខែឡើយវាក៏អាចជួយព្រលឹងរបស់យើងមាននៅស្ថិរភាពអូតូម៉ាទិកជាយន្តគេក៏បានយកស្របថាទៅលួចបន្ទាប់មកវ៉ាន់នាងក៏បានសួរថាតើអ្នកទាំងពីរបច្ចុប្បន្នកាត់ច្បាស់ឲ្យមែនទេថាទៅលួចរបស់គេនោះដោយអ្នកទាំង3គេក៏បានងក់ក្បាលព្រមជាមួយសត្វចម្លែកមួយនោះបន្ទាប់មកបៃឡានយាននឹងក៏បន្តប្រាប់ថាបើទោះបីជាចៅវាយស្រីការប្រមូលស្ថិតនៅក្នុងកម្រិតកំពូលក៏ដោយប៉ុន្តែចៅវាយក៏នៅតែមិនអាចយកឈ្នះណានជើបានឡើយប៉ុន្តែនៅពេលនេះតាចៅវាយក៏ថាចៅវាយជារណាទៅដោយជាយន្តគេក៏បាននិយាយថាខ្ញុំជាយន្តបើទោះបីជារាប់ពាន់ដងត្រូវបានស្លាប់ក៏ដោយក៏សុខចិត្តដែរបន្ទាប់ពីលេខជើងបៃឡានយាននាងក៏មានតែការខ្ចោះចាប់បន្ទាប់មកនាងក៏នឹកឃើញនៅវិធីមួយបន្ទាប់មកនាងក៏ចាប់ផ្ដើមប្រើប្រាស់នៅបច្ចេកទេសរបស់នាងចលឡើងបន្ទាប់ពីការប្រើប្រាស់នៅបច្ចេកទេសស្នៀតរបស់នាងចលឡើងហើយយើងក៏មិនដឹងថាវាគឺជាអ្វីទេបានត្រឹមតែឃើញនៅក្បួនតារាមួយហើយក៏មាននៅចំហាយអក្រក់វាក៏សាយភាយចលឡើងហើយក៏បានកាត់មកទីតាំងកន្លែងមួយយើងក៏បានឃើញថាទីនេះគេហៅថាទឹកភ្នែកនៃព្រះអកំបាំងហើយយើងក៏បានឃើញនៅបរមម្នាក់កោហាក់ដូចជាត្រូវបានគេចងច្រវាក់បន្តមកគេក៏បានភ្ញាក់ឡើងបើកៅភ្នែកឡើងក្រហមតែម្ដងស្រាប់តែបៃឡានយាននៅបន្តប្រើប្រាស់នៅបច្ចេកទេសចលឡើងយើងក៏បានឃើញនៅចំហាយដួងព្រលឹងមួយវាក៏ចេញមកមើលទៅវាដូចជាបិសាចទន់សាយចឹងឯងនាងក៏ប្រាប់សកម្មចៅវាយស្រីរបស់នាងឲ្យញ៉ាំវាទៅបន្ទាប់ពីញ៉ាំនៅវិញ្ញាណអាក្រក់មួយនេះហើយវាក៏បានធ្វើឲ្យអំណាចធម្មពលរបស់ចៅវាយកាន់តែមានការប្រសើរឡើងដោយវ៉ាន់នាងក៏ហាក់ដូចជាមានការរអើមកមិនទេនាងក៏នៅតែបន្តថាគួរតែអរគុណដែលឆាត់ចាំវិញ្ញាណរបស់នាងទៅមិនត្រឹមតែអាចជួយបំពេញនៅធម្មពលវិញ្ញាណតែប៉ុណ្ណោះទេប៉ុន្តែក៏អាចចិញ្ចឹមនៅចំហាយវិញ្ញាណអាក្រក់បានដែរមើលតែចំហាយព្រលឹងរបស់វាទៅនៅស្រស់គួរឆ្ងាញ់ណាស់សួរទៅកាន់ចៅវាយស្រីថាតំណងទេនាងក៏បានតបថាហេតំណងស្អីទៅមិនដឹងជាប្រភេទសត្វស្អីទៅមើលទៅស្អុយមែនតែននាងក៏តបថាដួងព្រលឹងដែលស្លាប់ទៅហើយវិញចឹងហើយមើលទៅប្រហែលជាមួយឆ្នាំពេជ្រនេះជាយន្តត្រូវតែទទួលបន្ទុកនៅក្នុងការប្រើប្រាស់នៅពិធីក៏ហៅព្រលឹងហើយដើម្បីក៏ហៅឬក៏ដូចជាការស្ដារឡើងនៅរាងកាយរបស់ចៅវាយឡើងវិញរីឯនាងជាមួយនឹងបៃតាប្រមូលនៅវិញ្ញាណគ្រប់ទីកន្លែងដើម្បីងាយស្រួលសម្រាប់ចៅវាយនៅក្នុងការស្ដារនៅអំណាចឡើងវិញនាងក៏បានតបថាមើលទៅពួកគេទាំង3ទាំង4ពិតជាធ្វើការលំបាកពេកហើយនាងក៏បានតបថាប្រកាសតែដើម្បីឲ្យចៅវាយស្រួលនឹងធ្វើអ្វីក៏បានដែរដូច្នេះឲ្យសុំចៅវាយពិសាតាមសบายទៅណាវ៉ាន់នាងក៏ពិតជាមានអារម្មណ៍ថាញើតមែនតែនដែលបន្តមកនាងរៀបនឹងនិយាយទៅឲ្យស្រាប់តែនៅគណៈពេលនោះមិនចាំហាយអ្វីទេក៏បានឆក់យកទៅបាត់ទៅក៏បានធ្វើបៃឡានយានពិតជាមានការមួម៉ៅបន្តមកចំហាយនៅវាក៏បានប្រមូលផ្ដុំលេចឡើងនៅវត្តមានបរោះដែលយើងបានឃើញនឹងព
ពួកគេទាំងអស់គ្នាប្រយ័ត្នភ្ញាក់ផ្អើលមែនទែនដោយខ្លាឃ្មុំគេក៏បានប្រាប់ទៅកាន់យានរបស់គេឲ្យប្រយ័ត្នផងបើរកចម្លែកនៃវាក៏ចាប់ផ្ដើមស្លឹងមើលទៅកាន់ពួកគេព្រមទាំងប្រើលបឿនវាយទៅកាន់ប៉ៃម្ដាយប៉ាងកៅសម័យបាត់ទៅហើយប៉ៃឡានយានក៏បានប្រើឆាត់ត្រនៅប៉ៃហើយក៏មានការបារម្ភដោយជាយន្តគេក៏បាននិយាយថាអស់100ឆ្នាំមកហើយនៅពេលនេះព្រះជាមានការបែកទៀតហើយវ៉ាន់នាងក៏បានគិតថាតើនេះមែនទេដែលគឺជាព្រះនៃខ្យល់តាំងពីបុរាណនោះគាត់ក៏មានឈ្មោះថាឈៀនស៊ូពីអាចារ្យបារាំងបាននិយាយថាគាត់បានបាត់ដំណឹងអស់100ឆ្នាំមកហើយហើយវាបានជាមាននវត្តមានទីនេះទៅវិញឈៀនស៊ូក៏បានប្រើប្រាស់នៅចំហាយវាយប្រហារមកជាយន្តក៏បានប្រើប្រាស់ទប់ទល់ហើយរួចក៏ប្រើលបិនរបស់គេសម្រាប់ចូលទៅវាយប្រហារប៉ុន្តែទៅបីយ៉ាងណាក៏ដោយក៏វាយមិនត្រូវឡើយបន្តពីនេះគេក៏បានដកថយចុះឡើងហើយឈៀនស៊ូនៅតែបន្តសម្រាប់ចូលទៅជាយន្តគេក៏ប្រើនៅក្បត់របស់គេកាប់ចោលឡើងប៉ុន្តែជៀនស៊ូហាក់ដូចជាគ្មានបញ្ហាអ្វីឡើយទប់ទល់ចោលឡើងក៏បានធ្វើជាយន្តដកថយទៅបន្ទាប់មកបៃឡានយាននាងក៏ប្រើប្រាស់នៅចំហាយអាក្រក់របស់នាងបញ្ចេញជាមួយដួងព្រលឹងរបស់សត្វត្រាហ្គនស្លាបប៉ុន្តែជៀនស៊ូអាចចាប់ការយ៉ាងងាយស្រួលនៅពេលនៅប៉ៃគេក៏បានសម្រុកចូលមកពីក្រោយប៉ុន្តែក៏នៅតែត្រូវបានប៉ើងកៅសមត្ថរបស់គេទៀតហើយក៏បានស្លាប់ឆឹងបាត់ទៅហើយទៅបញ្ចឹងក្តីជាយន្តនៅតែបន្តសម្រុកចូលទៅប្រើលបិនរបស់គេកាប់ចោលកាប់ឡើងដែលមើលទៅវាពិតជាលឿនមែនតែនជាហេតុក៏បានធ្វើឲ្យដែលម៉ាសៃបាក់អស់លេងតែម្ដងបន្ទាប់ពីប្រើលបិនឆ្លងហើយគេក៏បានសម្រុកចូលទៅចាក់ទៅកាន់ឈៀនស៊ូប៉ុន្តែជាលទ្ធផលបន្ទាប់ពីផ្សែងហួយចុកហើយនៅពេលនេះគេក៏ត្រូវបានឈៀនស៊ូចាប់ច្បាច់កោរបស់គេជាប់បាត់ទៅហើយមិនអាចកម្រិតបានឡើយបន្ទាប់មកគេក៏ប្រាប់ទៅកាន់ចវាយសីឲ្យដាក់មេព្រៃឲ្យលឿនទៅបន្ទាប់មកគេក៏បានស្លាប់ទៅក៏បានធ្វើជាយ៉ាវបច្ចុប្បន្នកាលណាត់មែនតែនាងក៏បានសម័យដែលគេខំប្រឹងប្រើប្រាស់នៅបច្ចេកទេសរបស់គេនៅក្នុងការស្ដារឡើងនៅរាងកាយរបស់នាងឡើងវិញបន្តមកជាយ៉ាងដូចជាវ៉ាន់នាងក៏សុំខ្វះការគួរសមទៅលើព្រះនៃខ្យល់បុរាណហើយប្រងនៅចំហាយវាយប្រហារទៅបន្តពីនេះឆ្នាំជិនស៊ូគេក៏បានបលែងជាយន្តឬក៏សម្ដៅទៅរនាងបៃឡានយន្តបច្ចុប្បន្នកាលបារម្ភមែនតែនបន្តមកនាងក៏បានគិតថាព្រះក៏ដោយគុំបន្ទោសនាងឲ្យសោដោយសារតែគេភ្ញាក់ឡើងនៅពេលនេះក៏បន្ទោសថានាងគឺជាទេពអសរវាយព្រះអសោះណាស្រាប់តែជិនស៊ូប្រើប្រាស់លបឿនសម្រុកចូលមកវ៉ាន់នាងក៏បានទប់ទល់ជាមួយនឹងការវាយប្រហាររបស់គេមកប្រាវព្រមទាំងប្រើប្រាស់នៅលបឿនកាច់ចោះឡើងនិងក៏វាយគ្នាដោយការប្រើប្រាស់នៅវិញ្ញាណចឹងណាដែលមើលទៅលបឿនបច្ចុប្បន្នមែនតែនវ៉ាន់នាងក៏វាយដកតែប៉ុណ្ណោះមិនហ៊ានចូលវាយគីជាមួយគេឡើយព្រោះតែគេខ្លាំងពេកស្រាប់តែគេនៅតែបន្តសម្រាប់ចូលនាងក៏បានកិច្ចទៅបណ្ដោយគេវាយដល់ម្សៃបាក់ប្រាវពេញហ្នឹងហើយគេក៏នៅតែបន្តប្រើលបឿនវាយប្រហារនាងក៏នៅតែបន្តកិច្ចចឹងឯងនាងក៏បានកាត់ដេកថានៅពេលនេះចាប់ហើយបើសិនជានៅតែបន្តនាងប្រកាសជាងាប់ហើយស្រាប់តែព្រះនៃខ្យល់នៅតែបន្តប្រើលបឿនចូលទៅនៅពេលនេះនាងក៏ពិតជាមិនអាចកិច្ចបានឡើយប៉ុន្តែនៅកណ្ដាលពេលនៅមានចំហាយបាញ់ចាស់ពីខាងលើមកពិតជាសន្ធោសន្ធៅមែនតែនក៏បានធ្វើឲ្យព្រះនៃខ្យល់ក៏ត្រូវបានប៉ាល់ថយក្រោយទៅបៃឡានយាននាងក៏បានចាប់អារម្មណ៍ថានេះគឺជាចំហាយធម្មពលរបស់ម្ចាស់ស្រីដោយជាយ៉ាបន្ទាប់ពីលើចឹងនាងក៏ពិតជាភ្ញាក់ផ្អើលមែនតែននៅកណ្ដាលពេលនោះស្រាប់តែវ៉ាន់ពិតប្រាកដនាងក៏បានលេចនៅខាងក្រោយខ្នងរបស់នាងព្រមទាំងបានចាប់ដៃរបស់នាងក៏បានធ្វើជាយ៉ាពិតជាភ្ញាក់ផ្អើលមែនតែនអញ្ចឹងវ៉ាន់នាងក៏បានព្រានទៅកាន់ជាយ៉ាអំពីបច្ចេកទេសនៃការវាយប្រហារស្រាប់តែព្រះនៃខ្យល់នៅតែបន្តសម្រាប់ចូលក៏ត្រូវបានអាវុធរបស់នេះចាប់ចងស្រែកយ៉ៃបាត់ទៅហើយក៏ស្រាប់តែជាមួយគ្នាអេពីសូតទី2ក៏ស្លេះតែត្រង់កន្លែងនឹងឯងមុននឹងចូលដល់ការសម្រាយប្រិយមិត្តទាំងអស់គ្នា like វីដេអូម្នាក់មួយរីឯប្រិយមិត្តដែលមកថ្មីចុចប៊ូតុង Subscribe ឬបើនៅសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីស្របពេលដែលព្រះនៃខ្យល់នៅតែបន្តសម្រាប់ចូលមកវ៉ាន់នាងក៏ព្រានទៅកាន់ទេពអសរដោយអាចចេះប្រើប្រាស់នៅបច្ចេកទេសនៃជំនាញប្រយុទ្ធរបស់គេចាប់ចងទៅលើគេជាប់ទៅហើយបន្តទៅចាប់ទៅលើដៃជើងជាប់ហើយនាងក៏បន្តថានេះគឺជាអណ្ដាតភ្លើងឆាបឆាយវាអាចសរុបយកនៅចំហាយអាចកំបាំងអំពីអ្នកដទៃវ៉ាន់នាងក៏ប្រាប់ទៅកាន់កញ្ញាឈីយ៉ាវចូលគ្រប់គ្រងវាទៅនាងក៏បានគិតថានេះគឺជាអាវុធរបស់ហឺវ៉ាន់ដោយព្រះនៃខ្យល់ចាប់ផ្ដើមស្រែកពោពេញទៅដោយចំហាយនៅពេលនោះវ៉ាន់នាងក៏បញ្ជាអាវុធរបស់នាងសម្រាប់ចូលទៅបញ្ចេញជាមួយកញ្ញាចាក់ទៅលើដើមទ្រូងរបស់គេជាហេតុក៏បានធ្វើគេពិតជាមានការឈឺចាប់មែនតែនបន្ទាប់ពីការសរុបឆ្លងស្រាប់តែកៅភ្នែករបស់គេបានប្រែទៅជាធម្មតាដូចជាពលឺអស់អគុយចឹងបន្តែពេលនេះគេក៏ត្រូវបានវ៉ាន់ប្រឡែងទៅហើយបន្តមកវ៉ាន់នាងក៏បានចាក់ចេញទៅព្រមទាំងបានប្រាប់ថានៅពេលជួបគ្នាលើកក្រោយទៀតនាងក៏សង្ឃឹមថាជាយ៉ាវដូចជាវ៉ាន់ខ្លាំងហ្នឹងមានអំណាចធម្មពលខ្លាំងក្លាទៅចុះយេតពុកក៏ទាំងពីរពិតជាមានមុខដូចគ្នាមែនតែនដោយនាងក៏បានគិតថាមើលទៅវ៉ាន់នាងក៏មិនទាន់ស្លាប់ទាំងស្រុងទេដោយសារមនសិការរបស់វ៉ាន់នៅក្នុងរាងកាយមួយនេះប៉ុន្តែនាងក៏ពិតជាមិនដឹងទេថានៅពេលនេះហេតុអ្វីបានជាវ៉ាន់ប្រកូនអាវុធរបស់នាងឲ្យនាងត្រូវតែបញ្ញាបរិយាពីបញ្ហានេះទៅកាន់ឋានសួគ៌ពេលទៅមើលបៃឡានយានបច្ចុប្បន្នទៅលើជៀនមែនតែនអញ្ចឹងពួកគេទាំង3ក៏ចាប់ផ្ដើមរករឿងចឹងណាសួរទៅកាន់គេថាមនសិការរបស់3រហូតចឹងអញ្ចឹងមិនក៏សុំប្រាប់បន្តិចទៅនៅពេលនេះជៀនសួរនៅពេលនេះគេក៏ជាអង្គរៈនៅក្នុងចំណោមអង្គរៈទាំង4នៃក្រុមកុលសម្ព័ន្ធអាត់កបាំងនឹងឯងគេក៏បានសុំទោសទៅកាន់ម្ចាស់ស្រីដែលសារតែមនសិការរបស់គេមានតែបញ្ហាមិនប្រក្រតីឡើយដោយបៃឡានយាននាងក៏ពិតជាមិនការខឹងស្បាមែនតែនព្រោះតែមុននេះជៀនសួរគេបានវាយទៅលើបៃរបស់នាងឡើងចាស់ដៃតែម្ដងដោយបន្តមកជៀនសួរគេក៏សួរទៅកាន់ម្ចាស់កុលសម្ព័ន្ធថានាងគឺជាប្អូនស្រីបង្កើតរបស់ហឺវ៉ាន់មែនទេប
ไปគេក៏បានសួរថាតើមានបញ្ហាសតិអារម្មណ៍មែនទេបន្ទាប់ពីចេញពីកន្លែងឃុំឃាំងមកបានឈាមមកស្គាល់នៅម្ចាស់ស្រីរបស់ខ្លួននេះគុំដោយសារតែគេប្រកែវាយទេកុំអីក៏ជាវាយស្រីរបស់យមិនអោយឯងធ្វើជាអង្គរៈឡើយដោយវ៉ាន់ទី2នាងក៏បានសួរថាតើไปគេពិតជាអាចនិយាយភាសាមនុស្សបានមែនអគេក៏បានតបថាគេក៏ជាខ្លាឃ្មុំផែនដែរមែនអាយុកាលរាប់ពាន់ឆ្នាំមកហើយដូច្នេះហើយគេអាចនិយាយនៅភាសាមនុស្សបានដោយបន្តមកជិនស៊ូគេក៏និយាយជាមួយវ៉ាន់ថានៅពេលនេះយើងបានជួយបង្ក្រាបនៅចំហាយអាតក្បាំងនៅក្នុងរាងកាយរបស់គេនៅពេលនេះបើសិនជាមានអ្វីចង់ពឹងពាក់ទៅកាន់គេប្រាប់មកដោយបៃឡានយាននាងក៏ប្រាប់ថាបើចង់ជួយនៅពេលនេះក៏មកជួយពួកយើងតាមស្វែងរកនៅព្រលឹងដែលបានបាត់បង់របស់ចវាយស្រីទៅដោយបន្តមកជិនយូគេក៏បានឲ្យយោបល់ថាចវាយស្រីលូឆាងគួយគេមានភាពល្បីល្បាញពីពេញសកលលោកបើមានជំនួយអំពីគេប្រកាសណាស់ពួកយើងប្រកាសជាមានភាពរយខ្ពស់នៅក្នុងការទទួលបាននូវវត្ថុនៃការប្រមូលផ្ដុំព្រលឹងដោយបន្តពីនេះចំណែកនាងក៏យល់ព្រមរួចនាងក៏បានកាត់ថារបស់យោឲ្យត្រឹមតែឆ្មាំការពារទាំង3នាងក៏ពិតជាជួយក្បាលនៅក្នុងការដោះស្រាយជាមួយគេទៅហើយតម្រាំតែទៅជួបម្នាក់ទៀតដល់កហើយបៃឡានយាននាងក៏ប្រាប់ទៅកាន់ប្រុសថាដើម្បីអាចចូលទៅកាន់ទីនោះត្រូវតែខ្លួនធ្វើជាស្អីស្អាតទើបអាចចូលទៅបានដោយយើងក៏លេចទៅមើលទីតាំងកន្លែងមួយគេហៅថាវិមានខាងត្បូងមើលទៅកាន់ទីនេះពិតជាមានមនុស្សម្នាច្រើនមែនតើជាវិសាគឺសម្បូរទៅដោយស្អីស្អាតព្រមជាមួយប្រសង្ហាដោយយើងក៏លេចទៅមើលក្រុមរបស់ពួកគេណែវិញនេះពេលនេះជាយន្តគេក៏បានខ្លួនធ្វើជាស្អីស្អាតមើលទៅពិតជាសមសួនមែនតើដោយសារតែគេមានការអៀនពេកគេក៏បានបិទមុខចឹងតែកញ្ញាបាយក៏បាននិយាយថាឯមកទីនេះមិនគិតថាកំសាន្តមើលអ្វីខ្លះទេឯងហើយវាបញ្ចាញ់បិទមុខដូចនេះយូតែងស្អីតែម្ដងសោះធ្វើអីណាអៀនដោយបន្តទៅដល់ចលនាស្រាប់តែមានប្រុសសង្ហាម្នាក់គេក៏បានហៅទៅកាន់កញ្ញាវ៉ាន់ថាហាយ៉ាសៀវម៉ៃតាសៀវម៉ៃមានបានសម្លឹងឃើញអ្នកបំរើឬក៏អ្នកកំដរណាសំសួនហើយឬនៅបែមយកទាស់ទេមកតាមគេមកគេប្រកាសជានាំទៅផឹកស្រាព្រមជាមួយនឹងការស្ដាប់រឿងនិទានបើសិនជាអាចយើងប្រហែលជានៃពេលនេះជាយន្តគេក៏មកកាងចវាយស្អីប្រាប់ទៅកាន់គេទៅឆ្ងាយទៅដោយឲ្យបែបនឹងគេមិនដឹងថាជាយន្តគឺជាប្រុសទេគេក៏និយាយថាហាយ៉ាអូនស្រីកុំឆ្នះពេកមើលគេក៏តែបន្តថាចាញ់ឆ្ងាយទៅបៃឡានយានក៏និយាយថាហាយ៉ាកុំអៀនពេកមើលហើយកិរិយានឹងក៏តែរំទំបន្តិចទៅដោយនាងក៏បានប្រអាប់ទៅកាន់គេចលឡាជាហេតុក៏បានធ្វើគេពិជាមកមែនតែនខឹងទៅលើបៃឡានយាននឹងមកដោយចវាយស្រីប្រាប់ទៅកាន់ពួកគេទាំងពីរជប់បង្កបញ្ហាទៅពួកគេក៏អង្គុយតុឲ្យបៃឡានយាននាងក៏បានគិតថាហាយ៉ាស្ដាយណាស់ដែលជិនស៊ូក៏ប្រមមកទីនេះបើមិនចឹងទេបានឃើញឲ្យថាគេស្លៀកពាក់ស្រីទៅជាមិនវិញនៅកណ្ដាលពេលពួកគេក៏លើសសន្តិកអ្វីទៅតាមពិតទៅជាបៃនឹងឯងគេក៏បានតបតែងធ្វើជានារីចឹងណាបន្ទាប់ពីមកអង្គុយឲ្យមិនចាំយូរគឺក៏ញ៉ាំយកតាមរងបៃឡានយាននាងក៏បាននិយាយថាហាយ៉ាមើលទៅគេពិតជាស័ក្តិសមធ្វើជាមិត្តប្រុសរបស់នាងមែនមើលទៅតែងស្អីក៏សង្ហាប្រុសក៏សង្ហាដែរไปគេក៏បានប្រាប់ថាមុនពេលគេមកដល់គេក៏បានស៊ើបដឹងថានៅពេលនេះឡាលូរៀបនឹងបើកការដេញថ្លៃទៅហើយដោយបន្តមកស្រាប់តែនៅកណ្ដាលពេលនោះមានអ្នកក្លាហានម្នាក់គេក៏សម្ដែងនៅក្បាច់គុណរបស់គេចោលឡើងព្រមទាំងបានសម្រាប់ខ្លួនចោលឡើងចឹងណាបន្តពីនេះក៏បានធ្វើវ៉ាន់កូពីមានអារម្មណ៍ថាចាប់អារម្មណ៍ទៅលើគេកញ្ញាយានបន្តពីឃើញចឹងក៏សួរថាតើជាវាយស្រីបានចាប់អារម្មណ៍ទៅលើគេមែនទេនាងក៏បានតបថាគ្រាន់តែមើលទៅគេសំសួនតែប៉ុណ្ណោះអ្នកទាំងពីរបន្តពីលើឌីឆណៃក៏ចង់ស្ទុះចេញពីទីនេះទៅចាប់គេយ៉ាំឲ្យជាវាយស្រីចឹងណាក៏បានធ្វើជាវាយស្រីរបស់ពួកគេមានអារម្មណ៍ថាកាំងមែនតែនអមទេគ្រាន់តែនិយាយប៉ុណ្ណឹងទៅចាប់ផ្លែតមកអីបន្តមកក៏បានប្រាប់ថាចាំបាច់ទេព្រោះតែបរោះដែរអាចដោះស្រាយទៅលើព្រលឹងដែលបានបែកខ្ញែករបស់នាងមានតែបរោះក្លាហានមានឥទ្ធិពលតែប៉ុណ្ណោះទេទើបអាចស្វែងរកនៅព្រលឹងទាំង3របស់នាងបានកញ្ញាបៃឡានយានក៏បានសរសើរថាហាយ៉ាម្ចាស់ស្រីពិតជាស័ក្តិសមទទួលបានរហស្សនាមអ្នកប្រយុទ្ធមេដងតិចដែលបានជ្រើសរើសដោយឋានសួគ៌មែននៅកណ្ដាលពេលនោះស្រាប់តែរួមកងោកវាក៏បានជ្រុះមកពីណាទេធ្លាក់ទៅលើដៃរបស់បៃព្រមជាមួយវ៉ាន់កូពីបៃគេក៏បាននិយាយថានេះគឺជាឡៅឡូគេលេចទៅមកជ្រុងមកខាងយើងក៏បានឃើញនៅបរោះចងភ្នែករៀងមុខរបស់គេក៏សង្ហាគួរសមជាហេតុក៏បានធ្វើតាក់ទាញនៅនារីទាំងអស់នេះចាបារម្ភទៅលើគេយ៉ាងខ្លាំងពួកឯងមើលទៅនោះក៏ជាម្ចាស់វិមានមើលទៅកាន់គាត់ពិតជាហែនសាមែនតែនដោយបន្តមកគេក៏ចាប់ផ្ដើមប្រើប្រាស់នៅបច្ចេកទេសរបស់គឺសម្រាប់ខ្លួនចលឡើងស្រីទាំងអស់នោះក៏បានស្រែកថាឲ្យសម្រាប់ខ្លួនបរោះនាងមកប៉ុន្តែចលឡើងគេក៏បានសម្រាប់ខ្លួនបរោះកន្លែងវ៉ាន់តែយើងក៏បានស្គាល់ឈ្មោះរបស់គេគឺជាលូឆាំងគួយនឹងឯងហើយគេក៏ជាអង្គរៈកម្ពុជាម្នាក់នៅក្នុងចំណោមអង្គរៈទាំង4ដែលវ៉ាន់នាងក៏បានគិតថាមើលទៅកាន់រូបរាងរបស់គេពិតជាស័ក្តិសមទទួលបាននៅរហស្សនាមគេជាកងោកមាសនៃសកលលោកដែលបន្តពីនេះគេក៏ចាប់ផ្ដើមប្រើល្បិនតែចាប់ដៃរបស់នាងព្រមទាំងចង់ធ្វើអ្វីម្ដងគេនាងក៏ពិតជាឆ្ងល់មែនតែនបន្តពីនេះនាងក៏បានដកដៃចេញទៅបន្តពីនេះគេក៏និយាយថាតើជាវាយស្រីនៅតែបដិសេធជាមួយគេទៀតមែនទេហើយក៏សារពេលជាមួយគ្នាប្រសូតទី3ក៏ស្លេះកន្លែងនឹងឯងនេះគឺជាប្រសូតទី4ភាគបន្តរបស់យើងលីឈឹងគួយគេក៏បាននិយាយថាជាវាយស្រីបដិសេធគេដូចនេះជាហេតុក៏នាំឲ្យអារម្មណ៍របស់គេមិនសូវល្អឡើយឬគេក៏បានប្រើនៅផ្លិតរបស់គេភ្ជុំករបស់នាងជាយន្តគេក៏បាននិយាយថាឡោឈឹងគួយ
កុំខ្វះការគួរសមទៅលើច Vice Versa ដែលអ្នកទាំងអស់គ្នានៅបរិវេណទីនេះពិតជាមានអារម្មណ៍ថាភ្ញាក់ផ្អើលមែនទែនបៃឡានយាននាងក៏បានសរសើរថាពិតជាស័ក្តិសមជា Vice សេរីមែនបើទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបនេះក៏ដោយក៏គ្មានការផាត់ភ័យខ្លាចអ្វីឡើយស្រាប់ពេលដែលសម័យខ្លួនក៏បានគិតថាអ្នកណាថាខ្ញុំមិនភ័យនោះខ្ញុំភ័យឡើងរាងកាយរបស់ខ្ញុំរឹងអស់ទៅហើយដែលបន្តមកបែកគេក៏បាននិយាយថាលំមសំដែងចាប់នៅបន្ទាប់ពីដូច្នេះហើយនាងក៏បានគិតថាមិនដឹងថានាងបានឆ្លងនៅឧបសគ្គទាំងអស់នេះផុតឬក៏អត់ទេនៅកណ្ដាលពេលនៅស្រាប់តែមិនចាប់ផ្ដើមបង្អស់ភ្លៀងតែនេះគឺជាវត្តមានរបស់ណានឆានឹងឯងឡាឆាន់គួយគេពេញឆ្ងល់មែនតាណានឆាគេអាចមកដល់ពិភពលោករបស់មនុស្សដោយរបៀបណាទៅមើលទៅជាស៊ូគេក៏មកដែរដើម្បីទទួលមិត្តចាស់មែនទេវ៉ាន់បន្ទាប់ពីឃើញចឹងនាងក៏ពិតជាមានអារម្មណ៍ថាសប្បាយចិត្តមែនតារាជាយន្តគេពេញឆ្ងល់មែនតាហារអ្វីទៅបានចំណានឆែរនៅទីកន្លែងរបស់ពួកយើងឃើញពួកគេពងតែកាត់ចលនាស្រាប់តែជួយយ៉ាវនាងក៏បានរត់ចូលទៅនេះពេលដូចជាយន្តគេពិតជាមានការបារម្ភមែនតាព្រោះតែរាងកាយរបស់ម្ចាស់ស្រីតែជាសះស្បើយទេរៀនអ្នកទាំងពីរអាណៃក៏បានគិតថានៅពេលនេះរឿងកណ្ដុំសងសឹកចាំពេលក្រោយក៏បានដែរនៅពេលនេះគួរតែរត់សិនហើយរួចឡានយន្តជាមួយបែក៏ចាប់ផ្ដើមដាក់មេប្រូយទៅបន្តមកយើងមើលទៅកាន់អ្នកទាំងពីរនេះក៏បានឆ្លួតបកាយគ្នាដោយសារតែបរិបិសាឋានៈទៀបម្នាក់នេះបានបុកទៅកាន់អបៈម្នាក់នេះបន្តមកគេក៏បានចរានម្នាក់នោះឲ្យដួលទៅស្របពេលនោះណានឈើគេក៏មកដល់ទ្រាំជើងទៅមកផាច់តែប៉ុណ្ណោះក៏បានធ្វើគេក្រោកឡើងវិញទៅដោយយើងក៏ได้ទៅមកជាស៊ូនៅកណ្ដាលពេលនេះឡានយន្តក៏មកស៊ូហើយរវល់បានជាពេលនេះគេមករត់ទៅព្រោះតែណានឈើមកដល់ទៅហើយគេក៏បានតបថាក៏ដឹងយូរហើយបន្តទៅលេងចឹងប្រោជាយន្តគួរទៅហៅកញ្ញាជាយន្តហើយមើលទៅគេក៏បានសួរថាបើដឹងហើយហេតុអ្វីបានជាបានប្រាប់ពួកយើងផងគេក៏បានតបថាតួនាទីរបស់គេគ្រាន់តែស្វែងរកបំណាច់ដួងព្រលឹងរបស់ម្ចាស់ស្រីតែប៉ុណ្ណោះដូច្នេះហើយក្រៅពីនេះមិនមែនតួនាទីរបស់គេឡើយស្រាប់តែពួកគេពងតែនិយាយគ្នាស្រាប់តែកញ្ញាវ៉ាន់ឬក៏ហៅថាជាយ៉ាវនាងគ្រាន់តែឃើញណានឈើក៏ពិតជាមានអារម្មណ៍ថាក្តុកក្តួលក្នុងអារម្មណ៍មែនតែននាងក៏បានឈរស្គប់មកកន្លែងស្រាប់តែណានឈើក៏នៅតែបន្តដើរទៅរកនាងដោយនៅពេលនេះពួកគេទាំងពីរក៏បានឈប់ស្លឹងមើលមុខគ្នាទៅវិញទៅមកបន្ទាប់ពីការស្លឹងមើលមុខគ្នាជាងប្រហែលជា90ម៉ោងកញ្ញាវ៉ាន់ក៏ពីក៏ចង់រត់ទៅរកទៅហើយប៉ុន្តែនៅពេលនោះបៃឡានយានក៏ខត់ទៅកាន់នាងដោយនាងក៏មិនដឹងថាម្ចាស់ស្រីនាងមិនជាម្ចាស់វ៉ាន់ពិតប្រាកដឡើយនាងក៏ប្រាប់ថានៅពេលនេះស្ថានភាពរបស់ម្ចាស់ស្រីនាងក៏មិនអាចប្រយុទ្ធជាមួយណានឈើបានឡើយរៀនណានឈើគេក៏និយាយថាគេមកនេះក៏មិនចង់ប្រយុទ្ធគ្នាឡើយគឺគេគ្រាន់តែចង់យកនៅវ៉ាន់ទៅវិញតែប៉ុណ្ណោះដោយអង្គរៈទាំងអស់គ្នាក៏ចាប់ផ្ដើមប្រុងខ្លួននៅក្នុងការប្រយុទ្ធការពីម្ចាស់ស្រីរួចក៏បន្តសម្រាប់ចតរណានឈើគេបញ្ចេញនៅកម្លាំងរបស់គេទៅមកបៀទៅប៉ុណ្ណោះក៏បាននាំពួកគេផ្លាស់ទីប្រយុទ្ធគ្នានៅកន្លែងមួយណានឈើក៏បានកាច់អំពីអាវុធសម្ងាត់របស់លឺឆាន់គួយយ៉ាងងាយស្រួលតែម្ដងបន្តមកជាយន្តគេក៏បញ្ចេញអាវុធរបស់គេចង់តស៊ូម្ដងនៅពេលដែលកលេសទៅមើលគ្នាស្រាប់តែពួកគេដាក់មេប្រុយអត់ទៅហើយជាហេតុក៏បានធ្វើជាយន្តនៅកណ្ដាលពេលនេះយំស្វាប្រហើយឡានយាននាងក៏ចាក់ចេញបណ្ដាស្រ័យប្រាប់ទៅកាន់គេថានាងក៏មិនល្ងងទេអ្នកណាចង់តស៊ូជាមួយព្រះក៏តស៊ូទៅប៉ុន្តែសឹមប្រាប់ឲ្យហើយប្រឆាំងជាមួយព្រះគ្មានលទ្ធផលល្អជាមួយជីវិតឡើយដោយនេះពេលអង្គរៈទាំង3ពួកគេក៏បានចាក់ចេញឈៀនស៊ូគេក៏បានសួរថាហេតុអ្វីបានជាមិនទៅជួបជាមួយមិត្តចាស់តែលឺឆាន់គួយគេក៏បានតបថាមិនទៅភ្លើទេរេទេបសរតូចនាងក៏ពិតជាមានអារម្មណ៍ថាសែតមែនតែនព្រោះតែនាងមានអាការនៅក្នុងការត្រឡប់ទៅកាន់ឋានសួគ៌ទៅហើយបែរជាអត់លទ្ធទៅវិញលឺឆាន់គួយគេក៏បាននិយាយថាហាយ៉ាម្ចាស់ស្រីក៏មិនចាំបាច់សោកស្ដាយនៅជាយន្តឡើយចាត់ទុកថាគេលះបង់ដើម្បីការពារឬក៏ប្រយាពេលយើងចាក់ចេញទៅចោះដោយយើងក៏លេចទៅមើលនារីក្លាហានជាយន្តឯវិញជាយន្តគេក៏ប្រើល្បឿនរបស់គេកាប់ចោលកាប់ឡើងទៅកាន់ណានឈើប៉ុន្តែណានឈើគេក៏បានកិច្ចយ៉ាងងាយស្រួលគ្មានបញ្ហាអ្វីឡើយព្រមទាំងបានចាប់នៅក្បត់របស់គេជាប់ហើយក៏និយាយថាមើលទៅឯងពិតជាមានភាពក្លាហានមែនរួចក៏បានប្រើនៅចំហាយដើមមួយចំនួនវាយប្រហារទៅកាន់គេជាយន្តប្រើនៅកូនក្បត់របស់គេទប់ទល់ចុះឡើងរួចក៏បានប្រើនៅល្បឿនបាក់សីបញ្ច្រាស់ខ្យល់របស់គេក៏បានប្រើនៅកូនក្បត់របស់គេចាប់ការទៅលើចំហាយដើមរបស់ណានឈើបាក់អស់ទៅប៉ុន្តែទៅបើយ៉ាងណាក៏ដោយណានឈើក៏ប្រើនៅបច្ចេកទេសរបស់គេក៏បានធ្វើបំណាច់ដើមបាក់បែកនេះវាក៏បានរួមបញ្ចូលរួចក៏វាយប្រហារបន្តទៅបន្ទាប់ពីនេះចំណែកជាយន្តគេក៏បានកែចោកិច្ចឡើងណានឈើនៅតែបន្តប្រើនៅព្រាមរបស់គេបញ្ជានៅចំហាយដើមចឡើងនេះពេលនេះជាយន្តគេក៏បានកលេចឃើញពងបាក់សៃគេពិតជាមានចិត្តមេត្តាមែនតែនក៏បានប្រើល្បឿនទៅជួយពងបាក់សៃនឹងទៅរាយកញ្ញាយាននៅកណ្ដាលពេលនេះនាងក៏ពិតជាមានអារម្មណ៍ថាធូរចិត្តមែនតែនព្រោះតែពួកយើងទាំងអស់គ្នាមានសុវត្ថិភាពហើយរាជទេវសាតូចបន្តពីត្រូវបានគេដាក់ឲ្យចុះមកក្រុមនាងក៏មានអារម្មណ៍ថាវល់អ្មេចទេបន្ទាប់ពីសើចឡងក៏ចង់ដួលប៉ុន្តែក៏ត្រូវបានលឺឆាន់គោចាប់ដៃរបស់នាងជាប់ទៅត្រឹមតែបានសួរថាបើសិនជានាងមិនស្រួលត្រង់កន្លែងណាគេអាចប្រើប្រាស់នៅម៉ាជីករបស់គេជួយបាននាងក៏បានតបថាបាយតែនៅពេលនេះអស់អីហើយបៃឡានយាននាងក៏ពិតជាមានអារម្មណ៍ថាសោកស្ដាយជាមួយជាយន្តមែនតែនក៏ព្រោះតែគេបាននៅជាមួយយើងច្រើនឆ្នាំមកហើយដូច្នេះហើយនៅពេលនេះយើងគួរតែគោរពនៅវិញ្ញាណក្ខន្ធរបស់គេទៅដើម្បីស័ក្តិសមនឹងភាពស្មោះត្រង់នៃការពលីរបស់គេ
ដោយទេពអប្សរនាងក៏ពិតជាមានអារម្មណ៍ថាប្លែកមែនតើបញ្ញាយាននៅតែបន្តថានៅជាតិក្រោយទៅមិនដឹងថាគេចាប់ចិត្តខ្លាចជាមនុស្សថ្មីមិនដឹងថាពិបាកឬក៏ស្រួលទេដោយបៃគេក៏បានតបថាបញ្ញារបស់គេអន់ជាងខ្ញុំដូច្នេះហើយនៅពេលដែលគេចាប់ជាតិសារថ្មីទៅនៅតែពិបាកអត់ដែរហ្នឹងជាស៊ូគេក៏បាននិយាយថាគេបានស្គាល់នៅមនុស្សម្នាក់ធ្វើការនៅឋាននរកចឹងណាគេប្រកាសជាពឹងគេម្នាក់នោះដើម្បីឲ្យជួយមើលថែព្រលឹងរបស់ជាយន្តឲ្យនៅសុខស្រួលកុំឲ្យមានអាការពិបាកប៉ុន្តែនៅពេលនេះគេសុំចូលបន3សែនសិនរីបៃគេក៏បានចូលបននំតំពាំង3ដុំចឹងណាដោយបៃឡានយាននេះពេញជាក្តៅកាហាយជាមួយណានឈើមែនតើឲ្យតែគេហ៊ានអត់ក៏បានមកម្ដងទៀតខ្ញុំប្រកាសជានៅពេលណានឈើគេក៏មកដល់សួរថាចង់មិនចាចំហើយវាក៏ពិតជាមិនធម្មតាឡើយក្រោមតែវត្តមានរបស់គេមកដល់បណ្ដាយពួកគេទាំងអស់គ្នាពិតជាភ្ញាក់ផ្អើលមែនតើរួចហើយគេក៏បានឈរនៅចំពោះមុខអ្នករកគ្នាជារឿងសង្ហាក៏បណ្ដាលឲ្យរឿងរបស់យើងស្លែនៅត្រង់កន្លែងនឹងឯងជាចឹងក្រោយក៏សូមអរគុណសម្រាប់ការគាំទ្រនិងការទស្សនាវីដេអូបណ្ដាំដល់ចប់បើចូលចិត្ត like វីដេអូម្នាក់មួយថ្មី Subscribe ឬបើនៅសញ្ញាកណ្ដឹងក៏ដើម្បីទទួលបាននូវវីដេអូថ្មីពីសំណាក់ពាណិជ្ជមិនមេប៉ាឡុយ9ក៏សូមអរគុណសូមជម្រាបសួរបាយ